ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះបងប្អូននឹងបានឃើញអំពីរបៀបនៃការប្រើប្រាស់ម៉ាស៊ីន model ថ្មីរបស់ពួកយើង model Richbone 6063S8 Ultra តោះយើងទៅមើលជាមួយគ្នាអញ្ចឹងគ្រប់ model touch screen ទាំងអស់នៅពេលដែលបងប្អូនដតភ្លើងហើយគឺបងប្អូនត្រូវប៉ះម្ដុំនេះដើម្បីឲ្យចេញប៊ូតុង power ចឹងបន្ទាប់មកបងប្អូនចុចកន្លែង power នឹងឲ្យជាប់1វិនាទីដើម្បីធ្វើឲ្យ screen នឹងបើកបង្ហាញតែម្ដងតែសម្រាប់មុខងារទី1យើងមាន hygiene ប្រើសម្រាប់ប្រភេទប្រឡាក់ខ្លាញ់ឬក៏គ្រឿងដិតខ្លាំងឬក៏ប្រភេទ burr អញ្ចឹងមុខងារនេះគឺប្រើសីតុណ្ហភាពខ្ពស់ជាងគេហើយប្រសិទ្ធភាពនៃការសម្លាប់មេរោគក៏បានល្អខ្លាំងជាងគេដែរមុខងារទី2 strong ប្រភេទប្រឡាក់ក្រៀមខ្លាំងឬក៏ប្រភេទប្រឡាក់ខ្លាំងអញ្ចឹងសម្រាប់មុខងារ strong ប្រើសម្រាប់ប្រភេទឆ្នាំងឬក៏ចានប្រឡាក់ខ្លាំងមុខងារទី3 eco នេះប្រើសម្រាប់ប្រឡាក់ទូទៅហើយកម្រិតសន្សំចង្កាយទៅលើទឹកនិងភ្លើងបានខ្ពស់ជាងគេសម្រាប់ daily នេះគឺប្រើសម្រាប់ប្រឡាក់ទូទៅដូចគ្នាដែលយើងហូបបាយសម្លទូទៅធម្មតា normal ប្រើសម្រាប់ប្រភេទប្រឡាក់ធម្មតាមិនមែនជាប្រភេទខ្លាញ់ឬក៏ burr គ្រឿងខ្លាំងហើយសមស្របសម្រាប់ប្រភេទចានដែលប្រឡាក់ល្មមហើយនិងប្រភេទកែវកាហ្វេឬក៏ប្រភេទកែវដែលយើងប្រើសម្រាប់ញ៉ាំកាហ្វេញ៉ាំប្រភេទគ្រឿងកឡុកអីផ្សេងៗសម្រាប់ quick នេះគឺប្រើសម្រាប់ប្រភេទប្រឡាក់ស្រាលហើយលាងនេះគឺប្រើរយៈពេលតែ29នាទីទេហើយមុខងារចុងក្រោយគេអូតូប្រើសម្រាប់លាងប្រភេទប្រឡាក់ចម្រោះមិនថាប្រឡាក់ខ្លាំងប្រឡាក់តិចប្រឡាក់ស្រាលនិយាយទៅឲ្យប្រភេទចម្រោះចូលគ្នាចានឆ្នាំងអីបងប្អូនដាក់ចម្រោះហើយបងប្អូនអាចប្រើមុខងារ AI នេះបានហើយនៅខាងស្ដាំនេះយើងឃើញមាន 2R នេះហើយប្រើសម្រាប់រើសលាងជាន់លើក៏បានលាងជាន់ខាងក្រោមក៏បានអញ្ចឹងសម្រាប់ R នេះយើងអាចប្រើបានជាមួយនឹងមុខងារ3ទី1 strong ទី2 daily ហើយនិងទី3 normal នេះអញ្ចឹងសម្រាប់មុខងារ3នេះបងប្អូនអាចជ្រើសរើសចុចមួយមកបងប្អូនឃើញមានសញ្ញាសម្គាល់នៅលើនេះគឺបានន័យថាលាងតែជាន់ខាងលើទេហើយបើចុចមួយទៀតនៅខាងក្រោមបាញ់ទឹកនៅខាងលើនេះបានន័យថាយើងលាងតែជាន់នៅខាងក្រោមទាំងបើសិនជាបងប្អូនចង់លាងទាំងពីរជាន់បងប្អូនគ្រាន់តែចុចឲ្យវាមានសញ្ញាសម្គាល់ទាំងលើទាំងក្រោមនេះមកគឺបានន័យថាលាងទាំងអស់តែម្ដងហើយនៅខាងស្ដាំបន្តមកទៀតមានពាក្យ dry នេះគឺប្រើសម្រាប់សម្ងួតដល់ពេលដែលលាងចាប់គ្រប់មុខងារទាំងអស់គឺសុទ្ធតែមានសម្ងួតទាំងអស់ហើយបើសិនជាបងប្អូនអត់ចង់បានសម្ងួតទេបងប្អូនអាចចុចបិទបានចុចមួយមកបាត់ហើយអញ្ចឹងបើសិនជាបងប្អូនចង់ on វិញប្រកាសចិត្តថាភ្លើង dry នេះគឺភ្លឺហើយសម្រាប់ dry នេះដូចគ្នាក៏បងប្អូនអាចប្រើសម្ងួត direct បានដូចគ្នាដែរក្នុងករណីដែលបងប្អូនមានចានមកពីខាងក្រៅចង់សម្ងួតក្នុងម៉ាស៊ីនបងប្អូនគ្រាន់តែចុច hold ឲ្យជាប់រយៈពេល3វិនាទីនោះម៉ាស៊ីននឹងធ្វើការសម្ងួត direct តែម្ដងអញ្ចឹងវានឹងចេញម៉ោង90នាទីនេះហើយម៉ាស៊ីននឹងឮសំឡេងខ្យល់អញ្ចឹងដល់ពេលហ្នឹងគឺម៉ាស៊ីនចាប់ផ្ដើមដំណើរការក្នុងការសម្ងួតតែម្ដងអូខេឥឡូវយើង cancel ម៉ាស៊ីនហើយបងប្អូនឃើញមានពាក្យ storage បន្ទាប់ពី dry ហ្នឹង storage នេះគឺប្រើសម្រាប់ក្នុងករណីដែលបងប្អូនលាងចានហើយទុកចោលខាងក្នុងម៉ាស៊ីនបានដល់តែរយៈពេល7ថ្ងៃអញ្ចឹងបន្ទាប់ពីសម្ងួតហើយបើសិនជាបងប្អូនអាចទុកចោលចន្លោះពី3ទៅ6ម៉ោងក្នុងម៉ាស៊ីននឹងបាញ់ញើសអញ្ចឹងបងប្អូនអាច on មុខងារនេះបានហើយសម្រាប់មុខងារបន្ទាប់មកទៀតគឺមុខងារ sort នេះប្រើសម្រាប់រក្សាចានទុកក្នុងម៉ាស៊ីនក្នុងពេលដែលបងប្អូនលាងហើយបងប្អូនអត់ទាន់ចង់ដកចានមកប្រើទេបងប្អូនអាចបើកមុខងារនឹងបានដើម្បីធ្វើការរក្សាចានទុកបានដល់តែរយៈពេល7ថ្ងៃហើយសម្រាប់មុខងារ storage ក៏អាចប្រើ direct បានដូច dry ដូចគ្នាដែរបើសិនជាបងប្អូនចង់ store direct តែម្ដងហើយនៅខាងស្ដាំនេះបន្ទាប់មកទៀតគឺយើងមាន delay នេះគឺប្រើសម្រាប់ពន្យាម៉ោងទៅលើការលាងសម្អាតឧទាហរណ៍ថាបងប្អូនជ្រើសរើសយកមុខងារមួយណាមួយ daily ហើយបងប្អូនអត់ទាន់ចង់លាងឥឡូវទេបងប្អូនចង់លាងមកចុចមួយមកឥឡូវនេះឃើញ 1x នេះបានន័យថាស្មើរយៈពេល1ម៉ោងចុចមួយទៀត 2x បានន័យថារយៈពេល2ម៉ោងក្រោយអញ្ចឹងបងប្អូនអាចពន្យាម៉ោងបានដល់ទៅ24ម៉ោងក្រោយបានបើសិនជាបងប្អូនអត់ទាន់ចង់លាងឥឡូវចង់លាងថ្ងៃស្អែកបងប្អូនក៏ចុច delay ឲ្យបានដល់24ម៉ោងនេះមកហើយបងប្អូនចុច start នោះក្នុងរយៈពេល24ម៉ោងក្រោយបានម៉ាស៊ីនដំណើរការក្នុងការលាងសម្អាតតែម្ដងហើយបន្ទាប់មកទៀតនៅខាងស្ដាំនេះបងប្អូនឃើញមានពាក្យ lock ពាក្យ lock នេះគឺប្រើសម្រាប់ការពារក្មេងដែលគាត់អាចច្រឡំចុច stop ឬក៏ចុច start ចុចបិទបើកឬក៏ដូរមុខងារផ្សេងៗចឹងទៅអញ្ចឹងដើម្បី lock function នៅលើនេះបងប្អូនគ្រាន់តែចុច hold នៅលើ lock ហ្នឹងឲ្យបាន3វិនាទីហើយនឹងចេញរូបសោនៅកន្លែងនេះចាំន័យថាគ្រប់ function អីទាំងអស់គឺយើងអាចចុចដូរផ្លាស់ប្ដូរបានទេនៅក្នុងអំឡុងពេលដែលយើងកំពុងលាងសម្អាតអញ្ចឹងការពារក្មេងឬក៏ការពារពីការប៉ះទង្គិចអីផ្សេងៗដែលធ្វើឲ្យវាលុតម៉ាស៊ីនឬក៏ stop ម៉ាស៊ីនបងប្អូនអាចប្រើមុខងារ lock ហ្នឹងបានអញ្ចឹងរាល់គ្រប់មុខងារទាំងអស់នៅពេលដែលបងប្អូនជ្រើសរើសហើយបងប្អូនគ្រាន់តែឧទាហរណ៍បងប្អូនយកមុខងារ normal បងប្អូនគ្រាន់តែចុច start ទៅនោះម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការលាងសម្អាតតែម្ដងអញ្ចឹងតើតើជាមួយនឹងការប្រើប្រាស់គឺងាយៗខ្លីៗមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយ